តើថ្ងៃនេះយើងរៀនធ្វើលំហាត់ជាមួយគ្នាគឺដោយប្រើ verb to be អញ្ចឹងប្រធានគឺ complete the sentence with the form of to be in the present simple ដោយប្រើពាក្យ am is ហើយនឹង are អញ្ចឹងមានថាគឺបំពេញប្រយោគជាមួយទម្រង់ verb to be នៅក្នុងបច្ចុប្បន្នកាលគឺ am is ហើយនឹង are នេះបំពេញក្នុងប្រយោគនេះក្នុងចន្លោះនេះបាទឥឡូវយើងមើលពាក្យ I តែយើងគួរតែបំពេញពាក្យអីគេពាក្យ I ជាមួយ verb to be នេះអញ្ចឹងពាក្យ I យើងត្រូវប្រើជាមួយនឹងពាក្យ am I am at home ខ្ញុំនៅផ្ទះអញ្ចឹងពាក្យ she អញ្ចឹងមានថាគឺយើងប្រើជាមួយ verb to be យើងប្រើជាមួយនឹងពាក្យ is she is not at home in the morning នាងមិននៅផ្ទះទេនៅព្រឹកនេះ we នេះគឺយើងប្រើជាមួយ verb to be គឺប្រើជាមួយនឹងពាក្យ are we are in the park បាទ park ហ្នឹងគឺកន្លែងចតឡានអញ្ចឹងមានថាយើងនៅកន្លែងចតឡានយើងមើល this ហ្នឹងគឺសព្វនាមចង្អុលបង្ហាញកន្លែងដែលនៅចិត្តមានន័យថាគឺវាមានទម្រង់ជា singular ឯកវចនៈគឺមានមួយអញ្ចឹងមានថាគឺយើងប្រើជាមួយនឹងពាក្យនឹង be is ដែរ this is my new laptop នេះគឺជា laptop ថ្មីរបស់ខ្ញុំយើងមើលពាក្យ our friend on their summer holiday យើង our friend នេះកន្លែងនេះគឺជា subject friend មានអក្សរ s អញ្ចឹងមានថាគឺវាទម្រង់ពហុវចនៈមានន័យថាគឺចាប់ពី2ឡើងទៅអញ្ចឹងមកកាលណាប្រធានវាគឺពហុវចនៈយើងត្រូវប្រើជាមួយនឹងពាក្យ are our friend are on their summer holiday យើងមើល Uncle George នេះគឺ George នេះគឺជាឈ្មោះមនុស្សអញ្ចឹងឈ្មោះមនុស្សវាមានទម្រង់ជា singular ទេអញ្ចឹងមកកាលណា singular យើងប្រើជាមួយនឹងឯកវចនៈយើងប្រើជាមួយនឹងពាក្យ is Uncle George is a good football player លោកពូ George គឺជាអ្នកលេងបាល់ទាត់ដ៏ពូកែម្នាក់ជាងពាក្យ dog the dog under the table អញ្ចឹងទៅ dog under the table នេះជាមើល dog នេះគឺទម្រង់វាអត់មានអក្សរ s ទេអញ្ចឹងវាមានទម្រង់ជា singular មានមួយអញ្ចឹងមានថាយើងប្រើជាមួយនឹងពាក្យ is មក the dog is under the table មួយទៀតគឺលេខ8 he យើងប្រើជាមួយគេ verb to be he នេះយើងប្រើជាមួយនឹងពាក្យ is he is very funny បើថាគាត់អស់សំណើចខ្លាំងណាស់ឬគាត់កំប្លែងខ្លាំងណាស់អញ្ចឹងមកណាយើងមើលលេខ8លេខ9អ្នកនរគ្នា the shoes why តែយើងគួរបំពេញអីគេកន្លែងនេះយើងមើលនេះ shoes នេះ subject របស់វាគឺពហុវចនៈថែមអក្សរ s អញ្ចឹងមានថាប្រធានពហុវចនៈចាប់ពី2ឡើងទៅយើងប្រើជាមួយនឹង verb to be គឺយើងប្រើជាមួយនឹងពាក្យ are the shoes are white យើងមើលលេខ10ទាំងអស់គ្នាយើងគួរបំពេញអីគេ you right អញ្ចឹង you បើកាលណាប្រើជាមួយនឹង verb to be យើងដាច់ខាតត្រូវប្រើជាមួយនឹង are you are right អ្នកត្រឹមត្រូវហើយយើងមើល Susan good at tennis good at ហ្នឹងប្រែថាពូកែណាអញ្ចឹងវាថា Susan ហ្នឹងគឺជាឈ្មោះមនុស្សគឺជា singular វាថាមានចំនួនម្នាក់អញ្ចឹងយើងប្រើជាមួយនឹងពាក្យ is Susan is good at tennis មែន Susan នឹងពូកែលេង tennis យើងមើល they បើកាលណាប្រើជាមួយនឹង verb to be យើងប្រើជាមួយនឹង are they are in the house អញ្ចឹងមានថាពួកគេនៅក្នុងផ្ទះយើងមើលលេខ13 his t-shirt cold នឹងអស្ចារ្យណាយើងមើល subject របស់វាគឺ t-shirt នេះ t-shirt ហ្នឹងគឺមានលេខបន្ថែមអក្សរ s អញ្ចឹងមានន័យថាវាជាទម្រង់ពហុវចនៈគឺចាប់ពី2ឡើងទៅបើកាលណា subject របស់វាមានចំនួនចាប់ពី2ឡើងទៅប្រើជាមួយ verb to be យើងប្រើជាមួយនឹងពាក្យ are លេខ14គឺ my sister a good swimmer បានអ្នកហាលទឹកបាទអញ្ចឹង my sister ហ្នឹងគឺជា subject យើងមើលដូចជា sister នេះអត់មានបន្ថែមអក្សរ s ទេអញ្ចឹងវាជាទម្រង់ singular subject បើថាឯកវចនៈគឺមានមួយម្នាក់អញ្ចឹងមានថាយើងប្រើជាមួយ verb to be យើងប្រើជាមួយនឹងពាក្យ is my sister is a good swimmer យើងមើល15 she in Italy she ហ្នឹងបើកាលណាយើងប្រើជាមួយនឹង verb to be យើងតើប្រើជាមួយនឹងពាក្យ is she is in
អ៊ីតាលីនាងនៅក្នុងប្រទេសអ៊ីតាលីបាទជាមួយទម្រង់ទាំងអស់គ្នាបាទអញ្ចឹងមានថាទម្រង់នេះមិនមែនថាយើងចេះតែប្រើចេះពេញទេយើងត្រូវតែដឹងក្បួនខ្នាតវាឲ្យបានត្រឹមត្រូវទៅជាពេញត្រូវហើយនេះក៏ជាការជំនួយមួយដែរសម្រាប់បងប្អូនដែលចង់ប្រឡងចូលអាហារូបករណ៍នៅតាមសាកលវិទ្យាល័យនានាបាទអញ្ចឹងខ្ញុំសូមតែប៉ុណ្ណឹងចាំជួបគ្នានៅវេលាក្រោយបន្ថែមទៀតសូមអរគុណច្រើនបាទ